ទឹកភ្នែកស្ត្រីប្តីប្រមឹកការបានគ្នាដំបងសើរាក៏បងមិនចេះផឹកបារីក៏បងមិនចេះជុកតែពេលនេះហេតុអ្វីបានជាធ្វើឲ្យទ្រង់ភរិយាស្ទើរតែប្រះបែកជាពីរនោះគឺលោកប្តីផឹកគ្មានថ្ងៃសម្រាកយប់ក៏ផឹកថ្ងៃក៏ផឹកថ្ងៃណាវេលាណាក៏ស្រវឹងជប់ខ្លួនហើយពេលស្រវឹងម្ដងមកដល់ផ្ទះតែងតែរករឿងប្រពន្ធកូនដោយអកប្បកិរិយាគួរឲ្យខ្លាចជាទីបំផុតគោះរំលើងអតីតកាលដែលកន្លងហួសទៅហើយយកមកនិយាយដោយសំឡេងខ្លាំងរហូតជេរប្រពន្ធជេរកូនដោយសំដីអាក្រក់ផ្សេងបណ្ដាលឲ្យកើតចំនួនមានអំពើហិង្សានៅក្នុងគ្រួសារទៅវិញភរិយាមួយថ្ងៃសម្រក់តែទឹកភ្នែកយំនឹកសង្វេគខ្លួនឯងដែលបានប្តីជាមនុស្សប្រមឹកផឹកគ្មានឈប់ឈរមិនគិតប្រឹងប្រែងជួយរកទ្រព្យសម្បត្តិទំនួលខុសត្រូវនៅក្នុងគ្រួសារឡើយគិតតែទាអំពីលុយទៅផឹកភរិយាខំប្រឹងរកតែម្នាក់ឯងទាំងឈឺទាំងជាមិនមានថ្ងៃណាឈប់សម្រាកឡើយព្រោះបើពឹងទៅលើកូនក៏នៅក្មេងមិនអាចជួយធ្វើការងារម្ដាយពេញដៃពេញជើងបានទេតែបើងាករេទៅរំពឹងទៅលើលោកប្តីក៏គ្មានបានការនឹងរឹតធ្វើឲ្យក្រំចិត្តទ្វេដងឡើងព្រោះលោកប្តីស្រវឹងយប់ស្រវឹងថ្ងៃការងារអ្វីក៏មិនជួយធ្វើគ្មានគំនិតគិតជួយភរិយាម្ដងណាឡើយភរិយាកំសត់ប្រឹងប្រែងទាំងទឹកភ្នែកប្រឹងអត់ធន់ចំពោះអ្វីសពគ្រប់បែបយ៉ាងដែលកើតមកលើនាងអត់ធន់ចំពោះការងារអត់ធន់ចំពោះលោកប្តីប្រមឹកដែលរករឿងរកពេលស្រវឹងម្ដងអត់ធន់ចំពោះកូនដែលទៀមទានេះទានោះគ្មានចម្លោះមួយថ្ងៃឡើយពេលខ្លះភរិយាស្ទើរតែក្រំបេះដូងស្លាប់ម្ដងទៅហើយពេលដែលឮសំឡេងរបស់លោកប្តីប្រមឹកស្រែកខ្លាំងពេញផ្ទះនឹងឃើញលោកប្តីផឹកមិនឈប់បែបនេះលោកប្តីទាំងឡាយអើយអសូរភរិយាផងសូមអង្វរណាឈប់ផឹកសូរ៉ាទៅ